សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានជាការពិតទៅគឺព័ត៌មាន4បាទព័ត៌មាន4ដែលខ្ញុំបញ្ចូលគ្នាធ្វើជាព័ត៌មាន3មកជម្រាបជូនប្រិយមិត្តហើយនឹងមតិចុងក្រោយរបស់លោកឆាងយុហើយនឹងក៏ដូចជាការចូលរួមចំណែកខ្លះរបស់ខ្ញុំបាទព័ត៌មានទី1ដែលខ្ញុំសម្រាប់យកមកជូនប្រិយមិត្តទាំងអស់គ្នានេះគឺជាកតិរបស់លោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាទលោកបានចេញមតិដោយឲ្យមានការប្រុងប្រយ័ត្នទៅលើចំណុច3ដែលយកមកពិចារណាពាក់ព័ន្ធជាមួយនឹងការដោះលែងបាទយុទ្ធជនរបស់កម្ពុជាទាំង18រូបបាទអ្វីដែលលោកឆាងយុលើកឡើងនោះគឺស្តៀងនឹងអ្វីដែលខ្ញុំចង់លើកឡើងដូច្នេះខ្ញុំឲ្យលោកឆាងយុយកសម្ដីរបស់លោកឆាងយុតែម្ដងអញ្ចឹងប្រិមិត្តសូមទទួលយកនៅនីតិចុងមកបាទហើយក៏មានការចែករំលែកបន្ថែមការសង្កេតរបស់ខ្ញុំអំពីស្ថានភាពនៅប្រទេសកម្ពុជានិងថៃក្រោយពីបទជួបបញ្ហាបានចូលជាធរមានគឺស្តៀងគ្នានឹងអ្វីដែលលោកឆាងយុបានរៀបរាប់ដែរណាហើយព័ត៌មានទី2គឺសារផ្សាយរបស់ទស្សនាវដ្តី Newsweek ក៏ទើបតែផ្សាយមួយនេះបន្តិចគឺលោករដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចេញការព្រមានទៅដល់ប្រទេសចិនតាក់ទងជាមួយនឹងបញ្ហាដែនកោះតៃវ៉ាន់ដោយសារតែបាទតាំងពីដើមសប្តាហ៍មកគឺចិនបានធ្វើសម្ពយុទ្ធព័ទ្ធកោះតៃវ៉ាន់ហើយសហរដ្ឋអាមេរិកបានចេញការព្រមានកុំឲ្យធ្វើដូច្នេះព័ត៌មានទី3នេះគឺសហរដ្ឋអាមេរិករឹតបន្តឹងការនាំដ្រូនពីអ៊ីរ៉ង់ទៅប្រទេសវេណេស៊ុយអេឡាក្នុងខណៈពេលដែលសហរដ្ឋអាមេរិកកំពុងតែដាក់សម្ពាធខាងផ្នែកយោធាទៅលើប្រទេសវេណេស៊ុយអេឡាជាពិសេសទៅលើមេដឹកនាំប្រទេសនេះគឺលោកនីកូឡាសម៉ាឌូរ៉ូហើយក៏មានព័ត៌មាននៅក្នុងនោះផងដែរគឺខ្ញុំបញ្ចូលជាមួយគ្នាគឺកងឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកបានបាញ់ពន្លិចទូកមួយចំនួនទៀតហើយរបស់ខាងវេណេស៊ុយអេឡាដែលសហរដ្ឋអាមេរិកចោទថាដឹកគ្រឿងញៀនចូលសហរដ្ឋអាមេរិកឥឡូវនេះគឺនៅមានអ្នករស់រានមានជីវិតដូច្នេះសហរដ្ឋអាមេរិកក៏កំពុងតែធ្វើប្រតិបត្តិការដើម្បីតាមជួយសង្គ្រោះអ្នកដែលនៅរស់រានមានជីវិតហើយរីឯព័ត៌មានទី4សម្រាប់អ្នកនៅសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃនេះមួយនេះតទៅគឺអ្នកដែលទិញកម្មវិធីធានារ៉ាប់រងសុខភាព Obamacare គឺផុតកំណត់ហើយលែងអាចប្រើប្រាស់បានហើយក៏ប៉ុន្តែសមាជិកសភាខាងគណបកប្រជាធិបតេយ្យនៅតែមានក្តីសង្ឃឹមថាលោកប្រធានាធិបតី Donald Trump អាចជួយសង្គ្រោះបានគឺហើយក្រុមអ្នកតាក់តែងច្បាប់ទាំងគណបកប្រជាធិបតេយ្យនិងសាធារណរដ្ឋកំពុងតែពិភាក្សាគ្នាដើម្បីរកវិធីយ៉ាងណាបាទជួយសង្គ្រោះកម្មវិធីធានារ៉ាប់រងសុខភាពនេះដោយបន្តផ្ដល់ប្រាក់ឧបត្ថម្ភទុនគឺជាការវិតម្លៃរបស់លោកឆាងយុដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបាទលោកឆាងយុបានចេញជាយោបល់មួយចំនួនបាទតាក់ទងជាមួយនឹងការដោះលែងយុទ្ធជនទាំង18រូបរបស់កម្ពុជាអញ្ចឹងដូច្នេះដោយសរុបទៅអ្វីដែលលោកឆាងយុបានលើកឡើងនេះគឺស្តៀងនឹងអ្វីដែលខ្ញុំគិតហើយស្តៀងនឹងអ្វីដែលប្រិមិត្តមួយចំនួនបានលើកឡើងទាំងខឹងសម្បាទាំងមិនសប្បាយរីករាយប៉ុន្តែតើបានឆ្លុះបញ្ចាំងយ៉ាងម៉េចតាមរយៈទស្សនៈរបស់លោកឆាងយុនេះចឹងខ្ញុំសូមបកប្រែទូក្រៅផ្លូវការណាដែលជូនប្រិមិត្តទាំងអស់គ្នាហើយប្រិមិត្តយល់យ៉ាងណាដែរសូមបញ្ចេញមតិតាមក្រោយផងបាទសូមអញ្ចឹងគឺអ្វីដែលលោកឆាងយុលោកបាននិយាយគឺថាលោកថាការដែលថៃដោះលែងករណីថៃដោះលែងយោធារបស់កម្ពុជាគឺលោកថាមានចំណុច3ដែលត្រូវយកមកពិចារណាបាទគឺពាក់ព័ន្ធជាមួយនឹងការដោះលែងនេះគឺលោកថាចំណុចទី1បាទចំណុចទី1បាទលោកថាវាជារឿងសំខាន់ណាស់បាទការដោះលែងហ្នឹងវាពិតជាជំហានដ៏សំខាន់មួយនៅក្នុងការដែលធ្វើឡើងដើម្បីឈ្មោះទៅឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរក៏ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នផងដែរបាទក៏យើងត្រូវប្រុងប្រយ័ត្នផងដែរដោយកុំយករឿងហ្នឹងទៅឲ្យថ្លៃនឹងបាទគាត់កេងចំណេញបាទឬក៏យើងប្រើពាក្យហ្នឹងលោកយ៉ាងយុគាត់ប្រើ
praises បាទគឺបាទវាដូចថាកុំឲ្យថៃនឹងគាត់ទទួលបានទៅការសរសើរនឹងវាជ្រុលពេកបាទពីព្រោះនៅក្នុងឆាកអន្តរជាតិណាដែលខ្ញុំបានជម្រាបភ្លាមគឺថៃនឹងដូចជាខ្ពស់មុខខ្ពស់មាត់ដែរមករយៈពេលហ្នឹងដែលថាអូគាត់គោរពតាមកាតព្វកិច្ចអន្តរជាតិដោះលែងយុទ្ធជនរបស់កម្ពុជាក៏ប៉ុន្តែលោកឆាំងយុគាត់ថាត្រូវពិចារណាកន្លែងហ្នឹងវាសំខាន់មែនហើយក៏ប៉ុន្តែបាទវាមិនមែនរហូតដល់ថ្នាក់ដែលយើងទៅប្រយ័ត្នផងមិនដល់ថ្នាក់ដល់ថៃគាត់អាចយកឱកាសហ្នឹងប្រើមកនិយាយថាអូរដ្ឋាភិបាលថៃហ្នឹងឥឡូវហ្នឹងគឺបំពេញតាមកាតព្វកិច្ចរបស់ខ្លួនបាទតាមច្បាប់អន្តរជាតិតាមអីចឹងអ្វីដែលលោកឲ្យប្រយ័ត្នថាគឺអ្វីដែលថៃគួរតែធ្វើនេះគួរតែធ្វើយូរមកហើយមិនមែនមកធ្វើពេលហ្នឹងហើយមកយក credit យកបងនោះទេចឹងបើគាត់ប្រើថា that was long overdue បានន័យថាហួសពេលយូរទៅហើយអញ្ចឹងបានន័យថាហួសពេលយូរហើយមកធ្វើពេលនេះហើយយកមកធ្វើដូចជាហឺហាលុយជាងគេឲ្យអន្តរជាតិសរសើរខ្លួនយ៉ាងម៉េចក៏យើងអបអរណាដោះលែងវិជាទៅដល់សន្តិភាពហ្នឹងក៏ប៉ុន្តែក៏មិនឲ្យជ្រុលរហូតដល់ថៃគាត់យកមកថាគាត់ជាអ្នកល្អនោះដែរណាចំណុចទី1ចំណុចទី2ដែលលោកឆាងយូឲ្យយើងប្រយ័ត្នផងដែរលោកថាយើងក៏គួរតែប្រុងប្រយ័ត្នផងដែរដោយកុំធ្វើការសន្និដ្ឋានដោយថាគាត់សន្និដ្ឋានថាបទឈប់បាញ់នាពេលបច្ចុប្បន្ននេះវាគឺជាការធ្វើអន្តរការមួយឆ្ពោះទៅរកសន្តិភាពពិតប្រាកដបាទពីព្រោះអីរដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ននេះគឺបានន័យថារដ្ឋាភិបាលចាំផ្ទះរបស់លោកអនុធាននេះគឺហាក់ដូចជាមិនមានចេតនាឬក៏មិនមានសមត្ថភាពណាមិនមានចេតនាឬក៏មិនមានសមត្ថភាពនៅក្នុងការអនុវត្តភាពជាដឹកនាំរបស់រដ្ឋាភិបាលនោះបាននោះទេបាទគឺមិនមានសមត្ថភាពដែលធ្វើយ៉ាងណាឲ្យសម្រេចបានសន្តិភាពតាមអ្វីដែលកម្ពុជាចង់បាននោះទេដូច្នេះកម្ពុជាទំនងជានឹងត្រូវរងចាំទៅដល់រដ្ឋាភិបាលថ្មីរបស់ថៃដែលនឹងមកកាន់អំណាចតាមរយៈការបោះឆ្នោតនៅខែកុម្ភៈខាងមុខប្រិមិត្តមួយចំនួនគាត់យល់ថាយល់ស្របណាបាទនឹងស៊ីស្តង់លើអារម្មណ៍របស់ប្រិមិត្តអញ្ចឹងនេះជាចំណុចទី2ដែលលោកឆាំងយុចាំបានលោកឆាំងយុលោកយល់ថារដ្ឋាភិបាលថៃពេលបច្ចុប្បន្ននេះមិនសូវមានគេថាអំណាចនៅក្នុងដៃទេហើយថែមទាំងអត់មានចេតនាក្នុងការបញ្ចប់រឿងនឹងផងអញ្ចឹងដូច្នេះលោកថាប្រហែលជាកម្ពុជាត្រូវរងចាំរដ្ឋាភិបាលថ្មីបាទនេះគឺជាទស្សនៈមួយរបស់លោកឆាំងយុទេណាបាទប្រិមិត្តយល់យ៉ាងណាព្រមឬមិនព្រមអានឹងអាស្រ័យទៅលើកំណត់ផ្ទាល់ខ្លួនផងដែរទី3នៅទីបញ្ចប់លោកបានបញ្ជាក់ថាយើងក៏កុំភ្លេចថាកលៈទេសៈដែលកើតឡើងជុំវិញបាទចំនួននេះគឺជាការមួយឆ្លោះបញ្ចាំងយ៉ាងច្បាស់ថៃចូលឈ្លានពានកម្ពុជាហើយគឺត្រូវតែធ្វើយ៉ាងណាឲ្យថៃទទួលខុសត្រូវចំពោះការខូចខាតដែលបានបង្កឡើងតាមរយៈចំនួននេះបាទគឺកុំឲ្យបានរឿងប៉ុណ្ណេះលិចទាមទារឲ្យថៃទទួលខុសត្រូវបាទឬក៏ជាការមួយដែលថៃក៏ចង់ប្រើនេះដើម្បីបង្វែងការចាប់អារម្មណ៍មិនឲ្យខ្លួនឯងនឹងកម្ពុជាចាប់ទទួលខុសត្រូវចំពោះរឿងដែលកើតឡើងនោះទេបាទនេះគឺជាអ្វីដែលបាទលោកឆាំងយុបានចេញនៅថ្ងៃទី31ខែធ្នូឆ្នាំ2025បាទកាលពីម្សិលមិញអញ្ចឹងខ្ញុំយកមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាសង្ឃឹមថាប្រិមិត្តមានទស្សនៈផ្សេងពីនឹងផងដែរបាទឬក៏យល់ស្របតាមលោកឆាំងយុទាំងស្រុងឬក៏មិនយល់ស្របអានឹងអាស្រ័យទៅលើប្រិមិត្តទាំងអស់គ្នាណាបាទបើយ៉ាងណាយ៉ាងនេះសូមសរសេរ comment នៅថ្ងៃនេះបាទអូខេអញ្ចឹងឥឡូវចូលដល់រងចាំពូវិភាគ2ថ្ងៃការពិតបងយុគាត់និយាយហ្នឹងគឺត្រូវទាំងអស់ហើយអូខេឥឡូវខ្ញុំគឺជាការផ្សាយរបស់ទស្សនាវដ្តី Newsweek ទស្សនាវដ្តី Newsweek ទើបតែបានចេញផ្សាយមុននេះបន្តិចដែលមានចំណងជើងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump បានចេញការព្រមានជាថ្មីទៅដល់ប្រទេសចិនអំពីរឿងដែនកោះតៃវ៉ាន់បាទនៅថ្ងៃប្រហ័ននេះតែម្ដងបាទនៅថ្ងៃប្រហ័ននេះគឺម៉ោងនៅសហរដ្ឋអាមេរិកណាបាទគឺនៅថ្ងៃប្រហ័នឡើយទេនៅអាមេរិកអញ្ចឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ទើបតែចេញការព្រមានមុននេះបន្តិចទៅដល់ប្រទេសចិន
ឲ្យបញ្ឈប់នៅការដាក់សម្ពាធខាងផ្នែកយោធាទៅលើដែនកោះតៃវ៉ាន់ដោយរដ្ឋបាលលោកត្រាំបាននិយាយថាសកម្មភាពរបស់ទីក្រុងប៉េកាំងនេះហើយនឹងវោហារសាស្ត្រនានាគឺជាការមួយបង្កើននៅភាពតានតឹងនៅក្នុងតំបន់ដែលជារឿងមួយមិនចាំបាច់ធ្វើអញ្ចឹងនោះទេណាក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានទទូចឲ្យប្រទេសចិនបាទវាតម្លៃទៅលើការចេញសារឆ្នាំថ្មីរបស់ចិនគឺតាមរយៈប្រធានាធិបតីចិនលោកស៊ីជីនពីងនោះដោយសហរដ្ឋអាមេរិកបាននិយាយថាសូមចិនរក្សាការអត់ធ្មត់ឲ្យបានហើយនឹងបន្ធូរបន្ថយហើយនឹងបញ្ឈប់ការដាក់សម្ពាធខាងផ្នែកយោធាទៅលើដែនកោះតៃវ៉ាន់ទៅហើយជំនួសឲ្យវិញគឺចូលរួមពាក់ព័ន្ធនៅក្នុងការជួបសន្ទនាគ្នាចរចាគ្នាដោយសន្តិវិធីប្រិមិត្តលើឃើញទេចឹងរឿងថៃរឿងកម្ពុជាក៏ចិនប្រើពាក្យហ្នឹងឥឡូវអាមេរិកប្រើពាក្យហ្នឹងដូចគ្នាទៅដល់ប្រទេសចិនវិញបាទអញ្ចឹងបានន័យថាជួនកាលអ្នកខ្លះឲ្យយោបល់គេបើក៏គេឲ្យយោបល់វិញដែរទៅវិញទៅមកអញ្ចឹងណាបាទហើយនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យរងរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Tommy Pickett លោកបាននិយាយថាសកម្មភាពផ្នែកយោធារបស់ចិនហើយនឹងវោហារសាស្ត្រចំពោះដែនកោះតៃវ៉ាន់និងបណ្ដាប្រទេសដទៃទៀតនៅក្នុងតំបន់នោះគឺជាការមួយបង្កើននៅភាពតានតឹងដែលមិនចាំបាច់តទៅសោះសហរដ្ឋអាមេរិកទទូចឲ្យទីក្រុងប៉េកាំងគឺធ្វើយ៉ាងណារក្សាការអត់ធ្មត់ហើយនឹងបញ្ឈប់ការដាក់សម្ពាធខាងផ្នែកយោធារបស់ខ្លួនប្រឆាំងនឹងដែនកោះតៃវ៉ាន់ហើយសូមជួបចរចាសន្ទនាគ្នាប្រកបដោយអត្ថន័យល្អបាទហើយលោកបានបន្ថែមថាសហរដ្ឋអាមេរិកគឺគាំទ្រឲ្យមានសន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់នៃដែនកោះតៃវ៉ាន់ទាំងអស់ច្រកសមុទ្រតៃវ៉ាន់ជាដើមហើយប្រឆាំងដាច់ខាតនៅការផ្លាស់ប្ដូរដោយឯកតោភាគីចំពោះស្ថានភាពដែលកំពុងតែស្ថិតនៅពេលបច្ចុប្បន្ននេះក្នុងនោះរួមមានការប្រើប្រាស់កម្លាំងឬការបង្ខិតបង្ខំផងដែរអានេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកហើយប្រិមត្តបានដឹងហើយគឺក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះបាទតាំងពីដើមសប្តាហ៍មកថ្ងៃច័ន្ទថ្ងៃគៀនហ្នឹងគឺចិនបានធ្វើសម្ពយុទ្ធយោធាព័ទ្ធដែនកោះតៃវ៉ាន់ដែលធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើរការចរាចរណ៍របស់ខាងអាកាសចរស៊ីវិលផងដែរហើយបើតាមខាងដែនកោះតៃវ៉ាន់គឺបានឲ្យដឹងថាគឺមានបាញ់គ្រាប់ពិតហ្នឹងគឺចូលទៅដល់ធ្លាក់ទៅដល់គៀកនៅក្នុងដែនកោះតៃវ៉ាន់ជាងមុនតែម្ដងអញ្ចឹងមានយន្តហោះជាច្រើនបានលុបជើងយន្តហោះចោលអ្នកខ្លះពន្យាពេលបានអ្នកខ្លះគឺខកខានមិនបានហោះហើរដោយសារតែការដាក់សម្ពាធនេះដែលជាការមួយបង្ហាញថាចិនមានសមត្ថភាពនៅក្នុងការបិទដែនអាកាសរបស់ខាងដែនកោះតៃវ៉ាន់ហើយតាមលោកប្រធានាធិបតីចិនស៊ីជីនពីងគឺលោកបានថាទង្វើនេះគឺដើម្បីធ្វើយ៉ាងណាដាក់សម្ពាធមិនឲ្យមានកម្លាំងពីខាងក្រៅចូលជាតិជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ដែនកោះតៃវ៉ាន់បាទគឺជារឿងពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវេណេស៊ុយអេឡាម្ដងអញ្ចឹងដូច្នេះប្រិមិត្តមើលរឿងអន្តរជាតិបានដឹងឃើញថាចិនជួយឲ្យយោបល់កម្ពុជារក្សាការអត់ធ្មត់ចរចាគ្នាដោយសន្តិវិធីក៏ទៅប្រព្រឹត្តជាមួយនឹងតៃវ៉ាន់បាទជាមួយនឹងតៃវ៉ាន់អាមេរិកថាអូចរចាគ្នាដោយសន្តិវិធីអីចឹងទៅបាទឥឡូវរឿងអាមេរិកម្ដងបាទរឿងអាមេរិកជាមួយនឹងវេណេស៊ុយអេឡាម្ដងបាទតើវាយ៉ាងម៉េចអញ្ចឹងបានន័យថា in the world of paradox គឺពេលខ្លះឲ្យយោបល់គេក៏ឲ្យយោបល់វិញតែខ្មែរយើងមានពាក្យថាម្រាមដៃ2ចង្អុលគេម្រាមដៃ3ចង្អុលខ្លួនឯងវិញហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំក៏ជម្រាបជូនប្រិមិត្តទាំងអស់ដោយអត់មានលាក់លៀមកន្លែងណាទេបាទដើម្បីជាចំណេះដឹងឲ្យបានយល់អំពីស្ថានភាពដែលកំពុងតែវិវត្តនៅពិភពលោកនាពេលបច្ចុប្បន្ននេះបើតាមសេចក្តីរាយការណ៍គឺសហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងទណ្ឌកម្មជុំថ្មីមួយទៀតហើយទៅដោយសម្ដៅទៅលើបុគ្គលហើយនឹងក្រុមហ៊ុនដែលនៅប្រទេសអ៊ីរ៉ង់និងវេណេស៊ុយអេឡាមួយចំនួនដែលសហរដ្ឋអាមេរិកចោទថាកំពុងតែសម្របសម្រួលឲ្យមានការផ្ទេរនៅបច្ចេកវិទ្យាយោធាបាទរវាងប្រទេសទាំងពីរនេះហើយក្នុងនោះគឺមានការផលិត drone សម្រាប់ប្រយុទ្ធផងដែរដែលកងកម្លាំងរបស់វេណេស៊ុយអេឡាកំពុងតែប្រើប្រាស់
បើយោងតាមក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលការិយាល័យទ្រព្យសម្បត្តិអន្តរជាតិនោះការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិនោះគឺមានបុគ្គលហើយនឹងអង្គភាពចំនួន10បាទដែលសហរដ្ឋអាមេរិកចាត់ទុកថាជាក្រុមហ៊ុនឬក៏បុគ្គលដែលមានសម្ព័ន្ធមិត្តពង្រឹងសម្ព័ន្ធមិត្តរវាងអ៊ីរ៉ង់ហើយនិងប្រទេសវេណេស៊ុយឡានោះគឺរងការដាក់ទណ្ឌកម្មទាំងអស់នេះហើយក្រុមហ៊ុនដែលពាក់ព័ន្ធនោះគឺក្រុមហ៊ុននោះមានសកម្មភាពដូចជាការផលិត drone ដែលរបស់អ៊ីរ៉ង់ហើយឲ្យទៅប្រទេសវេណេស៊ុយឡាបាទគឺ drone ហ្នឹង drone ប្រភេទគឺ Mahache 6ដែលជា drone សម្រាប់មានសមត្ថភាពក្នុងការប្រយុទ្ធផងហើយបាញ់គ្រាប់ចំគោលដៅយ៉ាងល្អឥតខ្ចោះហើយក៏អាចប្រើប្រាស់សម្រាប់សកម្មភាពស៊ើបការផងដែរបាទដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជារឿងមួយដែលมันអាចទទួលយកបានទេសម្រាប់ការដែលគ្រប់គ្រងទៅឲ្យប្រទេសវេណេស៊ុយឡានោះហើយក៏ក្នុងនោះគឺមានការគ្រប់គ្រងនៅសារធាតុដែលមានជាតិគីមីផងដែរដែលយកចេញមកពីកម្មវិធីអាវុធមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ហើយគ្រប់គ្រងទៅឲ្យប្រទេសវេណេស៊ុយឡាបាទនេះគឺជាការវិវត្តមួយដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គលហើយនិងក្រុមហ៊ុនមួយចំនួនដែលធ្វើសកម្មភាពដែលសហរដ្ឋអាមេរិកយល់ថាកំពុងតែបង្កើនកម្លាំងកងទ័ពទៅឲ្យប្រទេសវេណេស៊ុយឡាហើយព័ត៌មានតទៅនឹងរឿងនឹងដែរនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times បាននិយាយថាសហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារតាមនាវាកងកម្លាំងឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកហ្នឹងបានបាញ់ទៅលើទូកដែលសហរដ្ឋអាមេរិកសង្ស័យថាដឹកគ្រឿងញៀនមកសហរដ្ឋអាមេរិកទៀតហើយគឺបានបាញ់ចំទូកមួយចំនួនបាទទូកមួយចំនួនដែលបាញ់វាយប្រហារហ្នឹងគឺតាំងពីថ្ងៃអង្គារហើយនឹងថ្ងៃពុធនឹងផងដែរគឺបានន័យថានៅថ្ងៃទាំងពីរហ្នឹងសរុបមកគឺមានទូកចំនួន3ដែលសហរដ្ឋអាមេរិកបានបាញ់ពីព្រោះនេះគឺជាផ្នែកមួយដែលសហរដ្ឋអាមេរិកគឺជាពិសេសរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងតែដាក់សម្ពាធហើយនឹងធ្វើយុទ្ធនាការដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀនដែលមានទិសដៅសម្ដៅមកសហរដ្ឋអាមេរិកហើយក្នុងពេលដែលវាប្រហារនោះគឺតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាមានអ្នកនៅរស់រានមានជីវិតដូច្នេះហើយឥឡូវនេះប្រតិបត្តិការរបស់ឆ្មាំសមុទ្ររបស់សហរដ្ឋអាមេរិកគឺតាមរកអ្នកដែលនៅរស់រានមានជីវិតហ្នឹងបាទដើម្បីយកមកបាទការលើកមុនមានការចាប់ប្រកាន់តាំងពីខែកញ្ញាថាមានបាញ់អញ្ចឹងទៅហើយមានអ្នកនៅរស់រានមានជីវិតប៉ុន្តែសັບតែបាញ់លើកទី2សម្រាប់ពួកគាត់តែម្ដងអាហ្នឹងគឺចូលនៅក្នុងប្រភេទក្រតកម្មសង្គ្រាមហើយបាទគឺសម្រាប់អ្នកនៅសហរដ្ឋអាមេរិកជាពិសេសតែម្ដងគឺអ្នកដែលមានជីវភាពមិនទូធាហើយទិញកម្មវិធីធានារ៉ាប់រងសុខភាពដែលហៅថា Obamacare ដែលបានចំណាយប្រាក់តិចតួចដោយសារតែមានការឧបត្ថម្ភទុនពីរដ្ឋាភិបាលឥឡូវនេះចាប់ពីថ្ងៃទី1ខែមករានេះតទៅគឺកម្មវិធីនឹងប្រើលែងបានហើយកម្មវិធីធានារ៉ាប់រងសុខភាពនេះដោយសារតែខាងរដ្ឋបាលលោកប្រធានាធិបតី Donald Trump មិនបានពន្យាពេលបន្ថែមទៀតទេដោយការឧបត្ថម្ភទុនមិនព្រមឧបត្ថម្ភទុនទៅដល់កម្មវិធីនេះទេអញ្ចឹងអ្នកដែលនៅបន្តប្រើកម្មវិធីនេះប្រហែលជានឹងទទួលបានសម្បត្តិពីក្រុមហ៊ុនធានារ៉ាប់រងថាបើនៅបន្តគឺនឹងបង់ប្រាក់ថែមទៀតបាទគឺបានន័យថាតម្លៃឡើងហ្នឹងគឺអាស្រ័យទៅលើប្រភេទដែលយើងទិញថាតែយើងប្រភេទយកមិនហ្នឹងគឺជាមធ្យមគឺឡើងរហូតដល់គុណនឹង3បាទឬក៏គុណនឹង4ទៀតឯណោះបាទច្រើនណាស់បាទនៅក្នុងការដែលមិនមានការឧបត្ថម្ភពីរដ្ឋាភិបាលនេះហើយក៏ប៉ុន្តែខាងសមាជិកសភានៃប្រសិទ្ធភាពរបស់សហរដ្ឋអាមេរិកដែលមកពីគណៈបកទាំងពីរក៏កំពុងតែពិភាក្សាគ្នាដែរបាទគឺបើតាមសេចក្តីរាយការណ៍គឺមានន័យថាមានមួយចំនួនដែរកំពុងតែមើលឃើញថាកាលណាអត់មានកម្មវិធីនេះគឺជាគ្រោះមហន្តរាយមួយសម្រាប់អ្នកបោះឆ្នោតនៅក្នុងមណ្ឌលរបស់គាត់ទៅហើយអញ្ចឹងដូច្នេះពួកអស់លោកស្រីកំពុងតែខិតខំធ្វើការរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យមានការឧបត្ថម្ភទុនទៅដល់កម្មវិធីនឹងឡើងវិញបើទោះបីជាមានទម្រង់យ៉ាងម៉េចក៏ដោយមានទម្រង់ហ្នឹងគឺបានន័យថាអ្នកដែលអាចមានសិទ្ធិទិញកម្មវិធី Obamacare បានហ្នឹងគឺគេហៅថា Affordable Care Act ហ្នឹងបានគឺតើតើអ្នកហ្នឹងគាត់មានប្រាក់
ចំណូលទាបពិតប្រកបមែនមិនមែនអ្នកដែលមានប្រាក់ចំណូលខ្ពស់បាទហើយចង់ទៅទិញអាហ្នឹងដើម្បីអស់លុយតិចនោះគឺទិញអាហ្នឹងទេគាត់ថានៅពិនិត្យទៅមើលបញ្ហាហ្នឹងផងដែរបាទអញ្ចឹងពួកគេដាក់ក្តីសង្ឃឹមថារដ្ឋគឺលោកប្រធានាធិបតី Donald Trump ហើយជាអាច